ពាក្យខ្មែរយើងមួយបានលើកឡើងថាប្រសិនបើមិនចង់ឲ្យប្រឡាក់សូមកុំប៉ះក្នុងន័យនេះលោកចង់បញ្ជាក់ថារូបរាងកាយរបស់យើងឧទាហរណ៍ថាដៃរបស់យើងនៅពេលណាដែលយើងយកទៅប៉ះនៅរបស់ណាដែលប្រឡាក់ច្បាស់ណាស់របស់ដែលប្រឡាក់នោះនឹងប្រឡាក់ដៃរបស់យើងជាមិនខានក្នុងន័យនេះលោកចង់ថារឿងខ្លះមិនល្អទេប៉ុន្តែយើងបែរជាទទួលយកមកដាក់ក្នុងចិត្តរឿងខ្លះរឿងមិនសំបំណងរឿងតូចតាចតែមួយទេប៉ុន្តែយើងចាត់ទុកវាថាជារឿងធំហើយយើងយកមកដាក់ក្នុងចិត្តអញ្ចឹងទៅចិត្តរបស់យើងគិតថាវាជារឿងធំរឿងសំខាន់ជាដើមចឹងទាំងដែលរឿងហ្នឹងវាកប៉ិកកប៉ុកធម្មតាជាដើមដូចមានរឿងដំណាលមួយក្នុងតកតងទៅនឹងសត្វដែលរស់នៅក្នុងព្រៃមានសត្វស្ដេចរាជសីដែលរស់នៅក្នុងព្រៃហ្នឹងដែលសត្វដតេដែលច្រើនបានគិតថាសត្វស្ដេចរាជសីហ្នឹងគឺជាសត្វស្ដេចនៅក្នុងព្រៃហ្នឹងហើយប៉ុន្តែវាមានសត្វជ្រូកមួយដែលគិតថាខ្លួនឯងនេះជាស្ដេចដែរហើយក៏បបួលរាជសីនឹងដើម្បីប្រយុទ្ធដើម្បីរកភាពឈ្នះភាពចាញ់ឲ្យដឹងថាអ្នកណាជាស្ដេចសត្វឲ្យពិតប្រាកដប៉ុន្តែរាជសីបានដឹងហើយថាខ្លួនជាស្ដេចពិតប្រាកដអញ្ចឹងទោះបីជាប្រយុទ្ធឈ្នះសត្វជ្រូកដែលមិនមានកម្លាំងនឹងឈ្នះហ្នឹងក៏វាអត់មានន័យខ្លឹមសារអីអត់មានភាពខ្លាំងអីចេញពីខ្លួនឯងអញ្ចឹងទៅរាជសីហ្នឹងខ្ជិលប្រយុទ្ធមិនខ្វល់ជាមួយការបបួលរបស់សត្វជ្រូកនឹងឯងចឹងជ្រូកហ្នឹងក៏វាមានអាភាពអំនួតថាមានតែខ្លួនទេដែលខ្លាំងបបួលរាជសីឯងបែរជារាជសីហ្នឹងមិនតបតជាមួយមិនប្រយុទ្ធជាមួយជាដើមក្នុងន័យនេះផងដែរបើយើងប្រៀបធៀបជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងរឿងខ្លះវារឿងមិនសមនឹងជីវិតរបស់យើងទៅពាល់ទៅប៉ះជាមួយរឿងទាំងអស់ហ្នឹងឯងព្រោះវាអត់មានចំណេញអីដល់ជីវិតរបស់យើងដូចតួយ៉ាងរឿងខ្លះអាការហាយហួរតាមម្ដាយសង្គមក្តីឲ្យយើងមិនដឹងអីក៏ឲ្យយើងទទួលយកមកដាក់ក្នុងជីវិតរបស់យើងទាំងដែលរឿងហ្នឹងគេប្រហោះគេបង្ហាញនៅទីផ្សេងទេប៉ុន្តែយើងទទួលយកមកដាក់ក្នុងខ្លួនវាទៅជាបន្ទុកក្នុងចិត្តរបស់យើងមួយដែរប៉ុន្តែទាំងដែលថាយើងខ្លួនឯងហ្នឹងអត់បានប្រព្រឹត្តអត់បានទៅធ្វើអត់បានទៅឃើញអត់បានទៅពាល់អីពិតប្រាកដទេក្នុងន័យនេះបើថារឿងណាដែលយើងមិនល្អយើងគួរក៏បីរំលងទៅកុំឲ្យវាសម្ពាធក្នុងផ្លូវចិត្តរបស់យើងពេកព្រោះថាចិត្តរបស់យើងនេះប្រៀបបានដូចជាបន្ទប់ដែលស្អាតសម្រាប់ស្នាក់នៅដែលកំពុងនៅអញ្ចឹងប្រសិនបើយើងប្រមូលរបស់មិនល្អប្រៀបបានដូចជាសម្រាមមកចូលក្នុងបន្ទប់វាឧបទ្រពវានៅអត់មានសោភ័ណភាពវានៅអត់មានការរស់នៅនោះវាអត់មានសុខភាពល្អតែបើសិនជាយើងបានសម្អាតបន្ទប់នឹងឲ្យស្អាតហើយយើងរស់នៅដោយផាសុខភាពនោះការរស់នៅនឹងក៏ល្អប្រសើរយ៉ាងណាមិញការរស់នៅប្រចាំថ្ងៃក៏ដូចគ្នារឿងខ្លះក៏យើងកុំទៅច្បាមរឿងមិនល្អមកដាក់ក្នុងចិត្តគួរក៏បីប្រឡែងវាចោលទៅដូច្នេះហើយទើបលោកពាក្យថាបើមិនចង់ប្រឡាក់សូមកុំប៉ះវាអី